បាយការណ៍ OCCRP ស្ដីពីការកម្ចាត់ឧក្រិដ្ឋកម្មคล้ายៗរបស់រដ្ឋាភិបាលក្រុងភ្នំពេញកម្ពុជាបានក្លាយជាឋានសួគ៌នៃការប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំដែលមានការរៀបចំដោយបណ្ដាញឧក្រិដ្ឋជនបរទេសនិងមានការជ្រោមជ្រែងពីអ្នកមានអំណាចនៅកម្ពុជាយោងតាមរបាយការណ៍របស់ OCCRP នៅថ្ងៃទី21ខែមករាឆ្នាំ2026បានចេញផ្សាយនៅសេចក្តីថ្លែងការណ៍របស់ខ្លួនថា OCCRP បានកត់សម្គាល់ឃើញថាការខ្នះខ្នែងរបស់រដ្ឋាភិបាលក្នុងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញសពថ្ងៃដែរទោះជាយ៉ាងណាអង្គការសារព័ត៌មានអន្តរជាតិមួយនេះមិនជឿថាប្រតិបត្តិការមួយនេះមិនអាចឈានទៅកម្ចាត់បណ្ដាញឧក្រិដ្ឋជនអនឡាញបានទាំងស្រុងនោះទេកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិនិងសហគមន៍ទូទៅជាប្រទេសសបោសប្បាយទៅដោយឧក្រិដ្ឋកម្មអនឡាញទោះបីជារដ្ឋាភិបាលកំពុងបើកការបង្ក្រាបយ៉ាងណាក្តីទន្ទឹមនឹងការរិះគន់របស់ OCCRP បានកត់សម្គាល់ថាការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងភ្នំពេញនេះមិនបានតាមកម្ចាត់ដល់ឫសគល់នោះឡើយអង្គការអន្តរជាតិមួយនេះមានកត្តាធំៗចំនួន2ដែលរុញឲ្យកម្ពុជាក្លាយជាឋានសួគ៌នៃការប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញកត្តាធំទី1គឺមកពីកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណៈបកតែមួយច្រើនទសវត្សរ៍ពេកកត្តានេះបានបើកផ្លូវឲ្យមានអំពើពុករលួយគ្រួសារនិយមនឹងការអាងអំណាចរបស់ក្រុមអ៊ីស្រាជនឬអ្នកមានឥទ្ធិពលគណៈស្ថាប័នឯករាជ្យជាច្រើនចុះខ្សោយឥទ្ធិពលជាបន្តបន្ទាប់កត្តាធំទី2គឺមកពីកម្ពុជាមានប្រព័ន្ធច្បាប់ដែលផ្ដល់ភាពងាយស្រួលនិងបរិយាកាសល្អសម្រាប់ការប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញការលើកឡើង OCCRP ថាច្បាប់ស្ដីពីសញ្ជាតិរបស់ប្រទេសកម្ពុជាដែលមន្ត្រីមួយចំនួនបានអនុវត្តមិនត្រឹមត្រូវផ្ដល់ភាពងាយស្រួលដល់ឧក្រិដ្ឋជនដើម្បីរួចផុតពីការចាប់ខ្លួនដោយទទួលបានឈ្មោះថ្មីឬសញ្ជាតិខ្មែរច្បាប់ស្ដីពីសញ្ជាតិរបស់កម្ពុជាបានផ្ដល់ឱកាសដល់ឧក្រិដ្ឋជនបន្លំខ្លួនរកស៊ីស្របច្បាប់ក្នុងវិស័យមួយចំនួនដូចជាវិស័យល្បែងអនឡាញឬវិស័យធនាគារជាដើមបើតាមអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិជនបរទេសណាដែលបានផ្ដល់អំណោយជាសាច់ប្រាក់ 12,000 លានរៀលឬស្មើប្រមាណ 3 លានដុល្លារអាមេរិកឡើងទៅនឹងអាចស្នើសុំសញ្ជាតិខ្មែរបានចំណែកជនបរទេសណាដែលបានចំណាយលុយផ្ទាល់ខ្លួនដើម្បីបោះទុនវិនិយោគនៅកម្ពុជាក្នុងតម្លៃ 4,000 លានរៀលឬស្មើប្រមាណ 1 លានដុល្លារអាមេរិកក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរអ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញលោកប៉ែនបូណាបានឆ្លើយតបនៅ RFI នៅថ្ងៃទី23ខែមករាកន្លងមកនេះបានច្រានចោលការចុះផ្សាយរបស់ OCCRP និងបញ្ជាក់ថាកម្ពុជាជាប្រទេសរងគ្រោះដែលក្រុមបណ្ដាញឧក្រិដ្ឋជនអនឡាញជ្រកកោនដើម្បីប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះលោកប៉ែនបូណាថាការបំបីសម្បុកឧក្រិដ្ឋកម្មអនឡាញនិងការចាប់ខ្លួនមេខ្លោងជាបន្តបន្ទាប់ជាការបង្ហាញឲ្យឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសអនឡាញនេះរបស់រដ្ឋាភិបាលក្រុងភ្នំពេញហើយតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានិងតុលាការភ្នំពេញក៏បានអនុវត្តតាមនីតិវិធីច្បាប់លើសំណុំរឿងធំៗចំនួន37ករណីផ្ដន្ទាទោសមេខ្លោងនិងបកពួកចំនួន172នាក់ផ្សេងទៀតដែរជុំវិញបញ្ហារឿងនេះអ្នកខ្លំមើលពីបញ្ហាសង្គមបានលើកឡើងថាការបង្ក្រាបការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជានិងមានការបណ្តេញចេញជនបរទេសផ្សេងៗគឺគ្រាន់តែជាលេសបាំងមុខនៃការការពារទង្វើអាក្រក់និងការខុបខិតរបស់មេដឹកនាំក្រុងភ្នំពេញនេះតែប៉ុណ្ណោះរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានិងតុលាការក្រុងភ្នំពេញគឺជារបាយការណ៍កុហកប្រជាពលរដ្ឋទូទៅនិងសហគមន៍អន្តរជាតិដោយមិនមានភាពត្រឹមត្រូវនោះទេហើយការកម្ចាត់ក្រុមជនឧក្រិដ្ឋដែលរត់ប្រសាច់ពេញប្រទេសនោះគឺជាការចល័តក្រុមឆោបោកទាំងនោះពីកន្លែងមួយទៅកន្លែងមួយដើម្បីរក្សាសុវត្ថិភាពមេខ្លោងប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនោះតែប៉ុណ្ណោះរាយការណ៍ព័ត៌មានដោយនាងខ្ញុំសុភាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ